ប់ដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះជំរាបសួរចា៎នេះគឺជាកម្មវិធីជួបសំណេះសំណាលជាមួយអ្នកដែលមានវិបត្តិស្នេហាអញ្ចឹងបើសិនជាមានប្រិយមិត្តដែលមានវិបត្តិស្នេហាអាចខលមកខាងយើងបានចា៎ឥឡូវនេះសូមជួបជាមួយនឹងខ្សែទី1អាឡូជំរាបសួរចា៎ Hello ជំរាបសួរអ្នកបងចា៎កញ្ញាតើកញ្ញាមានវិបត្តិអ្វីដែលចង់ឲ្យពួកយើងជួយដែរចា៎ចា៎អ្នកបងគឺខ្ញុំចង់សួរអ្នកបងថាហើយអ្វីបានជាមនុស្សប្រុសដែលខ្ញុំស្រឡាញ់គេមិនដែលរវីរវល់ជាមួយនឹងខ្ញុំពេលគេមានបញ្ហាគេតែងតែមករកខ្ញុំប៉ុន្តែនៅពេលដែលគេសប្បាយគេមិនដែលនឹកឃើញប្អូនទេ Hello កញ្ញា Hello កញ្ញានៅអត់ណានៅលើលោកនេះស្ត្រីគ្រប់រូបចង់ឲ្យបរិសុទ្ធដែលខ្លួនស្រឡាញ់យល់ចិត្តនិងឲ្យតម្លៃចំពោះខ្លួនតែក៏មានបរិសុទ្ធខ្លះមកស្នេហាឲ្យនាងស្គាល់ទឹកភ្នែកទៅវិញអញ្ចឹងបើអ្នកកាត់ទុកសូមស្ដាប់បទចម្រៀងនេះជាមួយម៉ូសាចានៅម្នាក់ឯងសុំលឹងមើលមេឃពូឆ្ងាយក្នុងចិនសែនខ្វល់ខ្វាយព្រួយពីរៀមរាចង់ដឹងណាំងពេលនេះបងនៅទីណាបនព្រះបនទេវតាជួយរក្សាបងទុនទាំងចាំលេខទូរស័ព្ទចាំបងខលមកចាំស្ងួនពន្លងសូមបងមកទាំងភ្នែកហោហើយបើគ្មានមនុស្សប្រុសមនុស្សស្រីក៏គ្មានទាំងភ្នែកកិនទៅសងវែកអាសូរខ្លួនឯងចំបែងថ្លែង5នាក់ណាពេលមកមានតងសោកសៅទៅឃើញជីវ៉ាពេលបងហឺហាពេលបងរីករាយបងទៅចោលអូនតើបរងធ្លាប់យល់ទេពីចិត្តស្រីឬក៏លើលោកីប្រុងល្អគ្មានឡើយនៅស្នេហ៍ទេឬសំសូមផ្ដល់ចំឡើយម្ដេញបងស្នេហ៍អូនហើយឲ្យស្គាល់ទាំងភ្នែកទុនទាំងចាំលេខទូរស័ព្ទចាំបងខលមកចាំស្ងួនពន្លងសូមបងមកទាំងភ្នែកហោហើយបើគ្មានមនុស្សប្រុសមនុស្សស្រីក៏គ្មានទាំងភ្នែកកិនទៅសងវែកអាសូរខ្លួនឯងចំបែងថ្លែង5នាក់ណាពេលបងមានតងសោកសៅទៅឃើញជីវ៉ាពេលបងហឺហាពេលបងរីករាយបងទៅចោលអូនបើគ្មានមនុស្សប្រុសមនុស្សស្រីក៏គ្មានទាំងភ្នែកកិនទៅសងវែកអាសូរខ្លួនឯងចំបែងថ្លែង5នាក់ណាពេលបងមានតងសោកសៅទៅឃើញជីវ៉ាពេលបងហឺហាពេលបងរីករាយបងទៅចោលអូនពេលបងហឺហាពេលបងរីករាយបងទៅចោលអូន